នេះគឺជា Redmi 15 ជាម៉ូដែលថ្មីរបស់ Xiaomi ទូរស័ព្ទមួយនេះបន្ទាប់ពីខ្ញុំបានប្រើផ្ទាល់រយៈពេល1ខែពេញហើយខ្ញុំចង់ប្រាប់មកតែគ្នាថាគឺជាទូរស័ព្ទលំដាប់ថវិកាដែលចំណេញលើចំណេញតែម្ដងថ្មធំប្រើការបានយូររហូតដល់2ថ្ងៃលេងហ្គេម smooth ល្អ color ដិតស្អាតលេងអត់តាក់និងមាន AI នៅក្នុងនោះសឹងតែគ្រប់យ៉ាងទាំងអស់ដែលយើងចាំបាច់ប្រើមកតែគ្នាចង់ដឹងថា Redmi 15មួយនេះមានអ្វីពិសេសហើយអ្វីបានខ្ញុំថាជាទូរស័ព្ទដែលចំណេញលើចំណេញនៅក្នុងវីដេអូនេះគឺខ្ញុំនឹងនិយាយពីបទពិសោធន៍ផ្ទាល់របស់ខ្ញុំផ្ទាល់តែម្ដងជាមួយនឹងទូរស័ព្ទមួយនេះ Redmi 15ចំណុចដំបូងដែលគួរឲ្យចាប់អារម្មណ៍ទៅលើ Redmi 15នេះគឺទៅលើអេក្រង់សម្រាប់អេក្រង់របស់ទូរស័ព្ទមួយនេះដែរគឺមានទំហំ 6.9 អ៊ីនមានភាពច្បាស់នៃអេក្រង់កម្រិត Full HD+ អ្វីដែលពិសេសនោះគឺមកជាមួយនឹង refresh rate រហូតដល់ 144Hz ដូច្នេះហើយមិនថាពេលដែលយើងមើលរឿងឬក៏លេងហ្គេមអស់ Facebook ឬក៏អស់ TikTok អីហ្នឹងគឺយើងនឹងទទួលបានភាព smooth ត្រជាក់ចិត្តតែម្ដងទោះបីជាយើងបើកកម្មវិធីច្រើននៅក្នុងពេលតែមួយជាមួយគ្នាក៏ដោយចំពោះការ design វិញសម្រាប់ការ design របស់ Redmi 15នេះដែរគឺមានការ design តួគ្រឿងហ្នឹងគឺស្រាលស្ដើងកម្រាស់ត្រឹមតែ 8.4 មីលីម៉ែត្រទេនិងមានទម្ងន់ត្រឹមតែ 217 ក្រាមតែប៉ុណ្ណោះហើយបូករួមជាមួយនឹងការ design របស់ទូរស័ព្ទមួយនេះមិនកោងពេកមិនជ្រុងពេកពេលដែលយើងចាប់កាន់លេងអីម្ដងហ្នឹងគឺណែនដៃរបស់យើងល្អខ្លាំងមែនតើហើយធ្វើឲ្យយើងចាប់កាន់លេងទូរស័ព្ទមួយនេះបានយ៉ាងសប្បាយមួយថ្ងៃពេញដោយយើងមិនមានអារម្មណ៍ថាធ្ងន់ដៃទេសម្រាប់ការធ្វើការរបស់ Redmi 15នេះដែរសម្រាប់ Redmi 15នេះគឺមកព្រមជាមួយនឹងបន្ទះ chip ដែលជាប្រភេទ Snapdragon 6S Gen 3ដែលបូករួមជាមួយនឹង GPU Adreno 619គឺយើងអាចលេងហ្គេមបានមួយថ្ងៃពេញបានយ៉ាងសប្បាយទោះបីជាយើងលេងជាប់គ្នាច្រើនម៉ោងក៏ដោយឬក៏យើងដាក់ graphic កម្រិតខ្ពស់លំដាប់ HD ឬក៏ Ultra HD អីក៏ដោយក៏នៅតែបង្ហាញភាព smooth នៃចលនានៃរូបភាពនិង effect អីផ្សេងៗបានយ៉ាងល្អសឹងតែមិនគួរជឿតែម្ដងហើយពេលដែលយើងលេងហ្គេមហ្នឹងគឺយើងមិនចាំបាច់បារម្ភទៅលើរឿងកម្ដៅឬក៏កម្រិតនៃ frame rate ធ្លាក់ចុះទេសម្រាប់ Redmi 15មួយនេះហើយបូកផ្សំជាមួយនឹងទូរស័ព្ទមួយនេះបំពាក់មកជាមួយនឹង RAM 8GB និងទំហំផ្ទុក memory ខ្ពស់បំផុតរហូតដល់ 256GB ហើយមិនត្រឹមតែប៉ុណ្្នឹងទេទៅលើ RAM ហ្នឹងយើងក៏អាច extend memory យកមកប្រើជាមួយនឹង RAM ហ្នឹងបានបន្ថែម 8GB ទៀតបានដែរដូច្នេះហើយសម្រាប់ទូរស័ព្ទមួយនេះមិនថាការលេងហ្គេមមើលរឿងឬក៏ថាយើងចូល app អីច្រើននៅក្នុងពេលតែមួយជាមួយគ្នាក៏ដោយយើងក៏អាចចេញចូលកម្មវិធីបានយ៉ាង smooth ល្អដែរហើយទូរស័ព្ទមួយនេះដែរសម្រាប់អ្នកដែលគាត់ចូលចិត្ត generate រូបអីផ្សេងៗចូលចិត្តស្រាវជ្រាវឬក៏ថាចង់ដឹងអ្វីដែលថ្មីទូរស័ព្ទ Redmi 15មួយនេះក៏អាចជួយបានច្រើនដែរដោយសារតែទូរស័ព្ទមួយនេះគឺមកជាមួយនឹងកម្មវិធី Google Gemini ដែលជាកម្មវិធី AI អាចជួយបានគ្រប់យ៉ាងគ្រប់ផ្នែកតែម្ដងដែលកម្មវិធីមួយនេះគឺកំពុងតែពេញនិយមខ្លាំងមែនទែននៅក្នុងសប្តាហ៍ថ្ងៃជាពិសេសគឺការ generate រូបដាក់ profile នឹងឯងដែលគេកំពុងតែ trending នៅក្នុងពេលឥឡូវហ្នឹងអញ្ចឹងគឺកម្មវិធីមួយនេះក៏មាននៅក្នុងទូរស័ព្ទមួយនេះដែរចំពោះកាមេរ៉ាវិញសម្រាប់ Redmi 15នេះដែរគឺមាន lens 3គ្រាប់ដែលមានទំហំ50 megapixel និង aperture 1.8 ដែលយើងអាចចាប់យក detail នៃរូបភាពបានច្បាស់ល្អជាពិសេសពេលដែលយើងថតនៅត្រង់កន្លែងដែលមានពន្លឺគ្រប់គ្រាន់និងទទួលបានរូបភាពមួយដែលស្រស់ស្អាតពណ៌ស្រស់ល្អនិយាយរួមទៅគឺទទួលបានគុណភាពមួយតាមកម្រិតថវិកាដែលយើងល្មមអាចទទួលយកបានហើយចំពោះកាមេរ៉ាមុខវិញគឺមានទំហំ8 megapixel និង aperture 2.0 អាចចាប់យក detail នៃរូបភាពនៅក្នុងកម្រិតមួយដែលសមគួរដូចគ្នាហើយសម្រាប់ការថតវីដេអូវិញមិនថាកាមេរ៉ាមុខឬក៏កាមេរ៉ាក្រោយទេសម្រាប់ Redmi 15មួយនេះគឺអាចថតបាននៅក្នុងកម្រិត HD 30 frame ដូចគ្នាទាំងមុខទាំងក្រោយតែម្ដងហើយក៏មកព្រមជាមួយនឹងប្រព័ន្ធទប់លំនឹងដូចគ្នាផងដែរហើយបើយើងនិយាយពីចំណុចខ្លាំងដែលលេចធ្លោរបស់ទូរស័ព្ទមួយនេះគឺទៅលើទំហំថ្មតែម្ដងដោយសារតែទូរស័ព្ទមួយនេះគឺមានទំហំថ្ម 7000 mAh ដែលយើងអាចបញ្ចូលថ្មតែម្ដងទេគឺយើងអាចប្រើបានរហូតដល់2ថ្ងៃហើយមិនត្រឹមតែប៉ុណ្្នឹងទេទូរស័ព្ទមួយនេះក៏អាចធ្វើជា power bank សាកថ្មទៅដល់ឧបករណ៍ផ្សេងៗបានដូចគ្នាហើយសម្រាប់ការសាកថ្មផងដែរចំពោះ Redmi 15មួយនេះគឺ support ជាមួយនឹង fast charge បានរហូតដល់ 33W ហើយបើយើងយក Redmi 15មួយនេះធ្វើជា power bank សាកថ្មទៅកាន់ឧបករណ៍ផ្សេងគឺអាចបញ្ជូនថាមពលបាននៅក្នុងកម្លាំង 18W ហើយខ្ញុំក៏ចង់បញ្ជាក់ផងដែរថាសម្រាប់អ្វីដែលខ្ញុំបាននិយាយមកនេះគឺមិនមែនខ្ញុំចេះតែនិយាយឲ្យតែបានទេគឺខ្ញុំបានសាកផ្ទាល់ដោយខ្លួនឯងអស់រយៈពេល7 ខែជាងហើយអញ្ចឹងគឺខ្ញុំទទួលស្គាល់ថាសម្រាប់ទូរស័ព្ទមួយនេះពេលដែលខ្ញុំយកមកប្រើប្រាស់ផ្ទាល់ដំបូងហ្នឹងគឺខ្ញុំមានអារម្មណ៍មួយថាវ៉ាវខ្លាំងមែនតើទោះបីជាទូរស័ព្ទមួយនេះមានតម្លៃត្រឹមតែ100ជាងក៏ពិតមែនប៉ុន្តែបទពិសោធន៍នៃការប្រើប្រាស់គឺធ្វើឲ្យយើងនឹកស្មានមកដល់ថាទូរស័ព្ទមួយនេះគឺមានតម្លៃត្រឹមតែប៉ុណ្ណឹងប៉ុន្មានសម្រាប់ Redmi 15នេះដែរគឺមានជម្រើសច្រើនដែលយើងជ្រើសរើសខ្លាំងមែនតើទៅលើពណ៌និងទំហំផ្ទុកសម្រាប់ពណ៌ហ្នឹងគឺមាន3ពណ៌មានពណ៌ប្រភេទទីតានីមួយពណ៌ស្វាយស្រាលមួយនិងពណ៌ខ្មៅមួយហើយចំពោះតម្លៃវិញគឺមាន2តម្លៃយើងជ្រើសរើសសម្រាប់ Redmi 15ដែលមាន RAM 16GB និង memory 128GB ហ្នឹងគឺមានតម្លៃ$139ហើយសម្រាប់ Redmi 15ដែលមានទំហំ RAM 16GB និង memory 256GB ហ្នឹងគឺមានតម្លៃ$159ហើយសរុបមកវិញសម្រាប់បងប្អូនដែលកំពុងតែស្វែងរកទូរស័ព្ទដែលធន់នឹងការប្រើប្រាស់ហើយចំណេញនៅក្នុងការចំណាយថ្មកាន់បានយូរទំហំនៃការធ្វើការពេញបឹបអេក្រង់ smooth ល្អលេងហ្គេមក្នុងកម្រិតធ្ងន់បានហើយអាចថតរូបបានច្បាស់ល្អនៅក្នុងកម្រិតមួយដែលយើងអាចទទួលយកបានសម្រាប់ Redmi 15មួយនេះគឺជា model មួយដែលយើងមិនគួរមើលរំលងទេហើយក៏ជា model មួយដែលខ្ញុំចង់ recommend ដូចគ្នា